តោះបងខ្ញុំនាំបងទៅមើលអាពពានទីអាពពាចេះណាបងពេលចាប់វាឲ្យបងអើយអាទុយទៅវាចំណែនណាពេលចាប់3ឲ្យមុខនឹងកំសត់មិនដឹងបងណាខ្លះស្រឡាញ់សត្វអីយ៉ាងហ្នឹងបងសម្រាប់សត្វឆ្កែសត្វឆ្មាមួយនេះគឺខ្ញុំស្រឡាញ់តែម្ដងឃើញអត់ដូចចំណែនវាហក់ឡើងលើហ្មងគេគិចទូរស័ព្ទដួលព្រុសតែម្ដងថតវីដេអូនេះដូចជាមិនសូវស្រួលសោះបងលីសាវាចំណែនណានអាពពាខ្ញុំ3អាពពាទៅវាចំណែនពេលបានលេងពួកគាត់ទៅសុបាយដែរថាជួយយើងបាត់ stress តែពេលមកវាធ្វើការឲ្យបានលេងជាមួយយើងទៅមានអារម្មណ៍សុបាយចិត្តតែអ្នកស្រឡាញ់សត្វដូចគ្នាមិនយល់អារម្មណ៍មួយនឹងថាវាសុបាយប៉ុណ្ណាបងជាបងសាក់ចិញ្ចឹមដែរសុបាយណាបងពេលខ្ញុំមកវាធ្វើការឲ្យបងនិយាយថាតាមហ្មងរត់តាមម៉ូតូនឹងហ្មងនិយាយថាដៃជើងឲ្យតោងសវ៉ាអស់ហើយស្រួលលិតមាត់លិតដៃលិតជើងអ្នកខ្លះគេថាលេងឆ្កែអញ្ចឹងធ្វើឲ្យឆ្កែឈឺតែខ្ញុំមិនជឿទេបងវាឈឺដោយសារវាមានជំងឺនឹងវាមិនបើសារយើងលេងទេមិនឆ្កែដែលនៅបរទេសពីច្រើនតែគេស្រឡាញ់គេថែទាំគេឲ្យដេកជាមួយនឹងវាមិនឈឺងាប់ទេចង់ថាមុននឹងនិយាយឲ្យត្រូវមានប្រភពឲ្យច្បាស់លាស់សិនយកមកអះអាងឲ្យគេជឿខ្ញុំមួយរឿងចឹងមុននឹងជឿត្រូវគិតពិចារណាដែរមិនមែនចេះតែជឿទាំងដែលយើងមិនគិតមិនគូរណាកូនឆ្កែខ្ញុំមានច្រើនណាស់បង6ហើយប៉ុន្តែយកឲ្យគេ2ទៅនៅសល់4នៅពេល4នោះ2នោះក៏ទៅចោលខ្ញុំ2ទៀតនៅសល់តែ2ទេកូន6នៅសល់តែ2ទេនិយាយរួមអត់តកើតចឹងបានទៅសល់តែ1សល់តែ2ទេក្នុងបុស្បុកអីអ្នកខ្លះចិញ្ចឹមឆ្កែលក់តែខ្ញុំមិនលក់ទេ